សួស្តីអ្នកគ្នានេះរបៀបចាប់ជើងច្រវាក់សំណាញ់របៀបថ្មីអ្នកគ្នាគឺអ្នកគ្នាមើលត្រង់ជួរចេះអានឹងធម្មតាហ្នឹងយើងត្រូវមើលត្រង់ជួរអញ្ចឹងណាយើងមើលត្រង់ជួរអញ្ចឹងហើយបានយើងចាប់ផ្ដើមដាក់ខ្សែបើយើងអត់ដាក់ត្រង់ជួរអញ្ចឹងទេច្រវាក់វាអាចនឹងលមូលអាហ្នឹងក៏លឹះវាតិចអ្នកគ្នាហ្នឹងយើងមើលត្រង់ជួរអញ្ចឹងទៅបន្ទាប់មកអ្នកគ្នាទាញខ្សែតឹងអញ្ចឹងមកនេះទាញខ្សែតឹងអញ្ចឹងណាហើយដាក់នៅក្រោមច្រវាក់នៅក្រោមច្រវាក់ហើយយើងទុកយកឆ្អឹងដៃទុកហើយយើងយកឈ្នុលឆ្កឹះវាមកដល់ឆ្កឹះហើយយើងសោកឈ្នុលតាមប្រឡោះហ្នឹងមកយើងសោកវាមកហើយរូតខ្សែមកហើយយើងតឹងតិចមកហើយយើងទុកវាជាប់នេះទុកវាជាប់ចឹងមកតមកទៀតយើងចាប់អាខ្សែនៅខាងគល់ទាញវាឲ្យវាមានប្រឡោះយ៉ែណានេះទាញចឹងណាចឹងយើងសោកឈ្នុលមួយសាទៀតតែយើងទាញអាគល់ហ្នឹងសិនណាហើយបានយើងសោកប្រឡោះនេះឃើញមើលខ្សែមើលមួយមើលអញ្ចឹងទៅសោកអញ្ចឹងមកដល់សោកមកវាដូចលក្ខណៈយើងចងតាក់កឆ្កាយហ្នឹងជឿតាក់ពីរខ្សែចូលគ្នាបានវាជាប់នៅក្នុងគ្នាអញ្ចឹងយើងទាញអញ្ចឹងមករូតវាមួយមកនេះឃើញទេថ្នេរវាអញ្ចឹងបើអ្នកនេះមើលទៅឃើញថ្នេរអញ្ចឹងមិនថាត្រូវហើយថ្នេរវាគឺខ្សែហ្នឹងវាចេញមកចាហៀងទៅមកចាហៀងដូចគ្នាទាំងខ្សែគល់ហើយនិងខ្សែចុងគឺវាចេញទៅមុខតែមួយមកផ្លូវវាយើងយកមកចាហៀងរូតទៅឲ្យស្មើនឹងអាខ្សែចាស់របស់យើងច្រវាក់ព្រោះយើងរូតធ្វើឲ្យវាស្មើសិនយើងយកដៃទប់ហើយបានយើងរឹតខ្សែមកចាហៀងទៀតបានច្រវាក់ពីរហ្នឹងវាខ្សែវាទៅជាកលាស្មើគ្នាតែអញ្ចឹងទេអាចកលាវាអត់ស្មើគ្នាអ្នកនរគ្នាអញ្ចឹងយើងរឹតវាមកយើងមើលតែស្មើគ្នាហើយយើងទប់មួយសាទៀតយើងយកដៃកណ្ដាលខាងក្រោមទប់ឲ្យជាប់មេដៃយើងទប់ច្រវាក់នេះណាយើងទប់វាជាប់អញ្ចឹងរឹតហើយរឹតទៀតធ្វើម៉េចឲ្យវាជាប់ឲ្យវានឹងតែយើងអត់ទប់ទេវាអាចល្អល់ពួកខ្សែខ្លះល្អល់អានេះខ្សែត្រេះណាចឹងដល់ពេលយើងទប់ឲ្យជាប់ហើយយើងវាស់វាស្មើគ្នាហើយយើងអាចចងបានណាយើងទប់វាជាប់យើងវាស់ឲ្យស្មើមកហើយចាំយើងចងយើងត្រូវចងគួចមួយជាន់យើងចងគួចមួយជាន់ទៀតនេះអញ្ចឹងបត់ខ្សែទៅខាងនោះទៅខាងឆ្វេងទៅហើយសោកឈ្នុលនេះសោកក្រោមខ្សែហ្នឹងមកហើយរឹតវាប៉ុណ្ណឹងមកផ្លឹបអញ្ចឹងហ្នឹងបានមកតង់ណាអ្នកគ្នាអញ្ចឹងរបៀបថ្មីហ្នឹងគឺយើងតង់គឺយើងធ្វើអញ្ចឹងមួយជាន់ទៀតបានវាអត់រត់ពូខ្សែត្រេះវាល្អល់អញ្ចឹងយើងដាក់ខ្សែក្រោមច្រវាក់ដដែលហើយយើងយកឈ្នុលគាស់ទៀតឆ្កឹះដូចលើកមុនអញ្ចឹងឆ្កឹះមកយើងរៀងរឹតវាបន្តិចសិនមករឹតវាដល់សិនមកហើយយើងយកច្អល់ដៃប្រវល់ឡើងទៅលើប្រវល់ខ្សែហ្នឹងរុញខ្សែហ្នឹងរុញអាខាងក្រោមរុញដើម្បីអីដើម្បីឲ្យវាវិលឡើងលើយើងដើម្បីទាញខ្សែឲ្យវាចូលទម្រង់ដែលយើងត្រូវសោកខ្សែមកអញ្ចឹងដល់ពេលទៅចេញអញ្ចឹងហើយយើងអាចសោកខ្សែសោកឈ្នុលចូលខ្សែហ្នឹងបានហើយអញ្ចឹងយើងសោកអញ្ចឹងមកនេះយើងត្រូវសោកចូលប្រឡោះហ្នឹងនេះប្រឡោះនេះយើងសោកចឹងមកនេះឃើញទេឈ្នុលវាខ្ញុំចង់វារៀងលឿនពេកអញ្ចឹងទៅវាអត់សូវនេះខ្ញុំប្រើ speed ពេល edit ពេលយើងកាត់តទេនេះអញ្ចឹងពេលដែលយើងសោកហើយយើងចាប់អាខ្សែក្នុងនឹងសិនយើងកុំទាន់រឹតអាមាញ់អាសោកមាញ់យើងរឹតមួយសិនបានវាស្មើល្អយើងរឹតនេះមួយបន្ទាប់មកចាំរឹតអាចុងក្រោយអញ្ចឹងយើងរឹតមកនេះវាចេញតម្រង់អញ្ចឹងបបអញ្ចឹងមកជាប់ហើយអញ្ចឹងខ្ញុំគិតថាប៉ុណ្ណឹងគឺវាអត់រត់ទៅឆ្វេងរត់ទៅស្ដាំទេវាអត់លមូលវាអត់រត់កលារត់ខ្សែទេបើយើងចងតែមួយជាន់មិញវាអាចក្លាច់ទៅក្លាច់មកវាមានខ្លីវាមានវែងណាស់គ្នាអញ្ចឹងអានេះវិធីចងច្រវាក់ថ្មីដែលខ្ញុំទៅចងវាអញ្ចឹងបើសិនជាមានអ្នកណាដែលគាត់អាចចងអញ្ចឹងដែរយើងអាចចែកម្លែកប្រាប់គ្នាផងហើយបើអ្នកថ្មីដៃថ្មីដែលមិនទាន់ដឹងនេះអាចមើលវីដេអូហ្នឹងទៅហើយ share ចែកគ្នាមើលទៅហើយបើសិនជាចាប់អារម្មណ៍អ្នកទាំងអស់គ្នាអាចចែកម្លែកឬក៏ជួយ Subscribe ដើម្បីបានវីដេអូថ្មីអានេះយើងចាប់ផ្ដើមចងមកកន្លះទៀតអញ្ចឹងចងមកកន្លះទៀតគឺវាដូចតាមមិញដដែលទេអ្នកនរគ្នាអញ្ចឹងអ្នកនេះមើលទៅគឺយើងចងមួយជាន់ហើយនេះយើងទុកយកដៃទុកយើងយកដៃទុកខាងក្រោមនោះដៃកណ្ដាលទុកខ្សែ
យើងមើលវាស្មើគ្នាសិនយើងមើលស្មើគ្នាសិនយកមេដៃសោកក្រោមខ្សែហើយយើងកលាស់ឈ្នួលឡើងទៅលើបន្តិចចន្លោះខ្សែនោះឃើញតម្រងខ្សែហើយមើលភាសាទៀតភាសាទៀតយើងសោកពីខាងក្រោមវិញនេះសោករបៀបសោកខាងក្រោមវិញចែសោកនេះសោកពីខ្សែទី1 2នេះយើងសោកពីខ្សែចឹងអានេះរបៀបចាក់ពីតង់ខ្ទាស់អ្នកនរគ្នាហើយយើងសោកប្លោះដែរនឹងខ្ទាស់ហើយដល់ពេលយើងខ្ទាស់ហើយបានយើងសោកចុះទៅក្រោមមកតង់ទៀតព្រោះមិញយើងទលាស់ខ្សែទៅខាងឆ្វេងយើងមិនបាច់សោកអាចុងក្រោយនេះក៏បានដែរប៉ុន្តែដោយសារតែយើងទលាស់មកខាងក្រោមវាស្រួលវាត្រូវដំណើរវាបើយើងកន្លោះទៅខាងឆ្វេងវាខុសតំណែងវាអញ្ចឹងវាអត់សូវស្អាតអញ្ចឹងបើយើងធ្វើចេះវាស្អាតទៀតណាអញ្ចឹងយើងរឹតមួយមកនេះអ្នកនេះរឹតមកពឹបអញ្ចឹងបើពីតង់ខ្ទាស់នោះបានវាអត់រត់កន្លារត់ទៅឆ្វេងរត់ទៅស្ដាំប៉ុណ្ណឹងមកស្មើហើយអ្នកស្អាតហើយអញ្ចឹងមកកន្លាទៀតគឺទម្រង់វាដូចតែគ្នាទេអញ្ចឹងអ្នកនរគ្នាមើលមួយទៅបើសិនជាមើលមិនអត់តាន់អញ្ចឹងអ្វីដែលខ្ញុំចង់និយាយមានតែប៉ុណ្្នឹងទេអ្នកនរគ្នាអញ្ចឹងបើពេញចិត្តវីដេអូហ្នឹងគឺ Subscribe ផងព្រោះ Channel ហ្នឹងគឺជា Channel YouTube ដែលខ្ញុំទៅបង្កើតទេខ្ញុំមាន Page Facebook Page ផង TikTok ផង Instagram ផងហើយនឹង YouTube អ្នកនរគ្នាអញ្ចឹងបើសិនជាអ្នកនរគ្នាពេញចិត្ត Subscribe ម្នាក់មួយដើម្បីបានវីដេអូថ្មីទៀត